សាស្ត្រលោកនាងស្ដាប់ជាទីមេត្រីក្រុងលង្វែកគឺជាអតីតរាជធានីខ្មែរនិងជាបន្ទាយដ៏រឹងមាំមួយក្រោយសម័យអង្គរនៅជុំវិញរាជធានីនេះមានតាមដើមឫស្សីកម្រាស់ជាង100ម៉ែត្រសម្រាប់ធ្វើជារបាំងការពាររាជធានីលង្វែកត្រូវបានរៀបចំចាត់ឲ្យកសាងឡើងដោយព្រះបាទចន្ទរាជាបន្ទាប់ពីព្រះអង្គបានវាយឈ្នះស្ដេចកននិងដណ្ដើមរាជបានមកវិញបាទសូមអញ្ជើញលោកនាងស្ដាប់ការរៀបរាប់របស់លោកជុនច័ន្ទបុត្រដូចតទៅព្រះបាទចន្ទរាជាក្រោយពីសម្រេចការសង្គ្រាមលើស្ដេចកនបានហើយព្រះអង្គទ្រង់គង់នៅបន្ទាយជ័យខេត្តពោធិ៍សាត់ដដែលប៉ុន្តែមិនយូរប៉ុន្មានគឺដល់ឆ្នាំ1527ព្រះអង្គទ្រង់ចេញបញ្ជាឲ្យមន្ត្រីជំនាញរបស់ព្រះអង្គមួយចំនួនមានឧកញ៉ាពិភៈអេសរាឧកញ៉ារក្សាអេសរោជាមេការឧកញ៉ាពិភៈសិទ្ធិរាជឧកញ៉ាស្រីសុមេតរាជាធិបតីបែនក្រុមសូរិយោដីរៀបចំកសាងព្រះរាជវាំងក្រុងលង្វែកជាទីដែលព្រះអង្គយល់ថាមានជ័យភូមិល្អព្រោះជាចំណុចយុទ្ធសាស្ត្រមួយស្រួលការពារខ្លួនត្បិតនៅជិតនោះមានព្រៃមានទន្លេនិងមានបឹងទៀតផងរាជធានីថ្មីនេះត្រូវសាងឡើងដោយម៉ត់ចត់អស់រយៈពេល3ឆ្នាំដែលមានរាង4ជ្រុងទ្រវែងទទឹងប្រវែង2គីឡូម៉ែត្របណ្ដោយជិត3គីឡូម៉ែត្រ